chẳng máu nè vạch nhé chẳng mơ tới với miền phiệp tệ tiền hay bây giờ trong lên effect lên ai bài mình chế đôi miền pri dân tiết nhưng ai tự đại effect bán ở đây nhưng đại effect oi bóng ôn mới thôi là miền pri chế này và năng máu ok chẳng dương play mở chẳng bot thì mua bot thì pi bot thì bay bot thì buôn bot thì pram chẳng biết đo chọn mà bot trôn mà bot chẳng vì load ở năng ở dương mở nè này nhé nè buôn thì pram nhưng màu nó là bip thì mùi ok សួស្តីបងប្អូនអរគ្នានេះគឺជាវីដេអូដែលបងប្អូនយើងក៏សំណពោក៏ចង់ឲ្យខ្ញុំធ្វើពីរបៀបនៃការធ្វើវីដេអូបែបចម្រៀង non stop បែបនេះគឺ load ពីមួយបទទៅមួយបទអានេះខ្ញុំដាក់ញាប់ដោយសារតែខ្ញុំអត់បានដាក់បទចម្រៀងចូលទេខ្ញុំគ្រាន់តែឧទាហរណ៍អញ្ចឹងណាអញ្ចឹងរូបនេះគឺខ្ញុំឧទាហរណ៍ជារូបខ្ញុំអញ្ចឹងទៅបទចម្រៀង cover ចំនួន5បទអញ្ចឹងបើសិនមាន10បទ20បទអីបងប្អូនអាចដាក់បញ្ជីរាយនាមវាហោហែអញ្ចឹងទៅចឹងខ្ញុំនឹងបង្ហាញពីរបៀបនៃការធ្វើតាំងពីដើមរហូតដល់ចប់ប៉ុន្តែរបៀបនៃការ design រូបនេះគឺខ្ញុំសូមអត់ទាន់បានបង្ហាញទេសម្រាប់បងប្អូនដែលចេះ Photoshop ស្រាប់ហើយគឺងាយស្រួលទេគ្រាន់តែមើលវីដេអូនេះយល់ហើយពួកខ្ញុំបង្ហាញតែពីរបៀបនៃការធ្វើឲ្យបតង់នេះវា load តាមបទចម្រៀងមួយៗទៅអញ្ចឹងយើងមានពីររបៀបនៃការធ្វើអញ្ចឹងរបៀបទី1ដំបូងគេគឺបងប្អូនត្រូវទៅ design សិនអញ្ចឹងបងប្អូន complete ទៅ designអញ្ចឹងបងប្អូនមក design តាក់ទងនឹង poster ឬក៏ cover បទចម្រៀងនេះមួយមកអញ្ចឹងធម្មតាការ design មាន background មាន shape នេះខ្ញុំតំណាងឲ្យ shape នេះគឺផ្ទាំងខាងក្រោយអក្សរនេះដែលយើងដាក់ឲ្យមើលទៅវាមានអក្សរភាពលេចធ្លោណាតមកទៀត model នេះរូបភាពរបស់ខ្ញុំហើយចំណងជើងនៅខាងលើនេះហើយនឹងបតុង play នេះខ្ញុំថាបតុង play នេះ load តាមបទចម្រៀងហ្នឹងណាអញ្ចឹងបន្ទាប់ពីយើង design អញ្ចឹងបានហើយនេះមានចំណងជើងមានអីចឹងហើយអញ្ចឹងយើងនឹងធ្វើការ save រូបភាពហ្នឹងចេញជាពីរប្រភេទដែលខ្ញុំប្រាប់ពីរបៀបណាយើងធ្វើមួយណាក៏បានដែរបងប្អូនគិតថាមួយណាងាយជាងយើងធ្វើមួយហ្នឹងទៅអញ្ចឹងរបៀបទី1គឺបងប្អូនធ្វើការបិទភ្នែកនេះខ្ញុំធ្វើការបិទភ្នែកអក្សរចំណងជើងនេះមួយហើយនឹងបតុង play នេះមួយអញ្ចឹងយើងធ្វើការ save រូបភាពនេះគឺចេញជារូបភាពមួយផ្ទាំងតែម្ដងអញ្ចឹងយើងចូលកន្លែង file ហើយយើងយកពាក្យថា export as អានឹងសម្រាប់អ្នកប្រើ Photoshop គាត់ដឹងហើយexport ហើយ export as អញ្ចឹងយើងធ្វើការ save មក export តមកនេះខ្ញុំដាក់ថារបៀបទី1អញ្ចឹងរបៀបទី1នេះខ្ញុំដាក់ចំណងជើងហ្នឹងទៅឧទាហរណ៍ថាខ្ញុំដាក់ a ដាក់អក្សរតំណាងវាអញ្ចឹងណាអក្សរថា cover អញ្ចឹងមកឬក៏ cover bg អញ្ចឹងមកអញ្ចឹងយើងដាក់ឈ្មោះវាអញ្ចឹងមកបន្ទាប់មករូបទី2យើង save ចេញជា3ផ្នែកណារូបទី2គឺយើងធ្វើការបិទ background បិទអីទាំងអស់ខាងក្រោយហ្នឹងយើងបើកតែអក្សរចំណងជើងទេនេះខ្ញុំបើកតែអក្សរចំណងជើងទេតមកយើងធ្វើការ save as ដូចមិនអញ្ចឹងខ្ញុំ shortcut ម្ដង control shift r w អញ្ចឹងយើងធ្វើការ save ជា file png នេះ file png transparency background មានន័យថាអត់យកផ្ទៃខាងក្រោយទេយក export មកតមកយើងចូលរបៀបទី1ខ្ញុំដាក់អក្សរ t 001 អញ្ចឹងទៅអាស្រ័យលើយើងចំណាំណាហ្នឹងហើយតមកទៀតយើងធ្វើការបិទភ្នែកអក្សរចំណងជើងនឹងវិញយើងធ្វើការបើកអាបតុង play យើងនេះហើយយើងចុច control alt shift w ទៀតមកយើងធ្វើការ export អានឹងចេញមួយទៀតជា file png ដដែលបងប្អូនចំណាំណាតមកទៀតយើងដាក់ថា play button អញ្ចឹងទៅ play button ចឹងមកយើងចេះដាក់ចឹងណាតាមការចំណាំរបស់យើងរួចហើយយើងធ្វើការបិទបើកភ្នែករូបភាពរបស់យើងដូចដើមវិញមកណារក្សាភាពដើមយើង save ទុកវិញណាហ្នឹងរបៀបទី1យើងធ្វើការ save រូបភាពឲ្យបាន3សន្លឹកចឹងមកណា save រូបភាពបាន3សន្លឹកចឹងមកនេះរូបទី1អានេះជាសារមិញហ្នឹងខ្ញុំធ្វើការ save មួយសារហើយអញ្ចឹងខ្ញុំ save ជាន់គ្នាខ្ញុំដាក់ឈ្មោះផ្សេងគ្នាអញ្ចឹងអានេះមួយអានេះមួយនិងអានេះមួយអញ្ចឹងជា3ប្រភេទទី2គឺយើងធ្វើការ save រូបភាពដូចគ្នាប៉ុន្តែយើងធ្វើការរំកិលអានេះអញ្ចឹងយើង save រូបបទទី1ហ្នឹងគឺយើងដាក់បតុង play នៅកន្លែងហ្នឹងហើយបន្ទាប់មកយើង save រូបមួយសន្លឹកទៅយើង control shift w ដូចមិញអញ្ចឹងទៅហើយយើងធ្វើការ save ទៅនេះរបៀបទី2ខ្ញុំ save 1 2 3 4 5អញ្ចឹងទៅខ្ញុំដាក់ a1 a2 a3 4 5អញ្ចឹងខ្ញុំគ្រាន់តែបង្ហាញប៉ុណ្ណឹងអញ្ចឹងខ្ញុំទៅបើករូបភាពឲ្យបងប្អូនមើលអញ្ចឹងយើងរំកិលមកនេះយើង save បានមួយហើយយើង save ទី2មករូបទី2យើងទាញរំកិលអានេះមកបទទី2រួចហើយយើងធ្វើការ save បន្ទាប់មកទៀតខ្ញុំអត់បាន save មើលយើងទាញមកដល់បទទី3យើងធ្វើការ
cell ចេញជារូបភាពស្លឹកមកអញ្ចឹងទាញរហូតដល់បត់ទី5អញ្ចឹងបងប្អូន cell រហូតដល់បត់ទី5មកឥឡូវខ្ញុំថតមើលនេះនេះបត់ទី1ឃើញយើងចុច next ទៅបត់ទី2ចុច next បត់ទី3 next បត់ទី4 next បត់ទី5អញ្ចឹងយើងទាញបតង់ play ឲ្យចំបត់នីមួយៗនឹងមកដើម្បីយើងយកមកធ្វើការកាត់តវីដេអូអញ្ចឹងឥឡូវយើងចូលមកកាន់កម្មវិធី CapCut នេះគឺជាវីដេអូឧទាហរណ៍ដែលខ្ញុំបានធ្វើមុនហ្នឹងអញ្ចឹងរបៀបទី1គឺយើងធ្វើការប្រើរូបភាពរហូតដល់ទៅ3ដុបគ្នានេះវីដេអូទី2គឺយើងធ្វើប្រើរូបភាពរហូតដល់ទៅ5បតបើសិនជាមាន10បតយើង save រហូតដល់10សន្លឹកដូចគ្នាអញ្ចឹងបងប្អូនគិតថាមួយណាងាយជាងយើងអាចធ្វើវិធីនឹងបានអញ្ចឹងឥឡូវខ្ញុំសូមទាញអានេះមកខាងក្រោយវិញសិនមកខាងក្រោយនេះតមកយើងធ្វើការទៅទាញយករូបភាពរបស់យើងមកអញ្ចឹងខ្ញុំបង្កើត folder មួយដោយសារតែមិញខ្ញុំបង្កើត folder អញ្ចឹងបងប្អូនទៅយករូបភាពនៅរបៀបទី1មកដល់តានេះរូបភាពទី1រូបភាពទី2និងរូបភាពទី3នេះ play ប៊ូតុងខ្ញុំមកនេះអានេះខ្ញុំយកនេះ CV1 ហ្នឹងមកនេះអានេះខ្ញុំ save មកខ្ញុំយក3 select ហ្នឹងមកខ្ញុំទាញចូលតម្លាក់ចូលក្នុង CapCut បន្ទាប់មកយើងតម្លាក់រូប background មុនគេដាក់ចូលក្រោមគេហ្នឹងមកយើងទាញតម្លាក់ទាំង3យើងចូលសិនក៏បានបន្ទាប់មកទៀតយើងទាញបទចម្រៀងនេះអក្សរនេះនៅខាងលើហើយ play ប៊ូតុងនេះនៅកណ្ដាលអញ្ចឹងណាហ្នឹងហើយអញ្ចឹងទាំង3ហ្នឹងមកអញ្ចឹងយើងទាញវាវែងមកតាមបទចម្រៀងដែលយើងមានអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំមានបទចម្រៀង1បទឬក៏បទចម្រៀង5បទហ្នឹងទៅយើងតម្លាក់បទចម្រៀង5បទមកនៅក្រោម track audio នេះមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាបទចម្រៀង5បទខ្ញុំហ្នឹងគឺប្រវាយហ្នឹងចុះខ្ញុំអត់ដាក់ទាំងវែងទេហើយខ្ញុំក៏អត់បាន play ដែរកុំឲ្យវាស្របសលេង copyright អញ្ចឹងណា play តិចតិចអញ្ចឹងឥឡូវទៅ play បន្តិចអញ្ចឹងទៅនឹងបទចម្រៀងហើយអញ្ចឹងយើងធ្វើម៉េចឲ្យវា load តាមបទចម្រៀងហ្នឹងអញ្ចឹងណាហើយយើងចង់លេង transition លើរូបភាពអីហ្នឹងយើងអាចលេងបានតើតោះនឹងរូបភាពនេះយើងដាក់ animation អីចឹងទៅឲ្យដើម្បីឲ្យវាស្អាតឧទាហរណ៍វា load ចេញ load ចូលចឹងមកវា load អញ្ចឹងអីចឹងមកអញ្ចឹងបតុង play នេះក៏ដូចគ្នាដែរយើងអាចដាក់ animation វាចូលចេះមកក៏បានចេះក៏បាននេះអញ្ចឹងក៏បានដែរនេះឃើញទេអញ្ចឹង animation យើងដាក់នេះដាក់មួយ5វិអញ្ចឹងទៅឧទាហរណ៍នេះអានេះខ្ញុំសុំបន្ថយសលេងបន្តិចដោយសារតែបទចម្រៀងខ្ញុំឆ្លៀងខ្លួនឯងជាប់ copyright ណានេះអញ្ចឹងយើងដាក់អញ្ចឹងមកឆ្វាច់ឃើញទេអានេះគឺយើងដាក់ animation ដូចគ្នាតើតងនឹងចំណងជើងនេះយើងចង់ដាក់ជាប្រភេទអញ្ចេះក៏បានយល់ដាក់ធ្វើម៉េចឲ្យឃើញស្អាតខ្លួនឯងយើងដាក់មកណានៅក្នុងកម្មវិធី CapCut គឺវាមាន transition ស្អាតដូចគ្នានេះ animation អញ្ចឹងមកនេះយើងដាក់អញ្ចឹងមកលើទៅយើងដាក់8អញ្ចឹងមកនេះឆ្វាច់ឃើញទេអញ្ចឹងមើលទៅវាមានភាពតាក់ទាញហើយបើយើងចង់លេង effect លេងអីបែបអញ្ចេះដូចមានព្រិយើងទៀតយើងអាចទៅដាក់ effect បានឥឡូវខ្ញុំដាក់ effect ឲ្យបងប្អូនមើលដល់មានព្រិចេះនេះអញ្ចឹងយើងទាញតម្លាក់នៅលើរូប background នៅយើងដាក់តែ background ទេមិនបាច់ដាក់លើទេអញ្ចឹងយើងទាញអានេះកុំឲ្យវាចេញខ្លាំងពេកហើយ speed យើងកុំឲ្យវាញាប់ពេកយើងដាក់មួយអញ្ចឹងទៅយើងសេរីតាមហ្នឹងណានេះឃើញទេអញ្ចឹងបទចម្រៀងយើង5បទយើងធ្វើតាមនឹងមកអញ្ចឹងឥឡូវឧទាហរណ៍ថាបទទី1ខ្ញុំកំណត់បទទី1ពីត្រឹមនេះមកដល់ត្រឹមនេះបទទី1ណាយើងតាក់ទងតាមបទអញ្ចឹងខ្ញុំចុចកន្លែងនេះមួយដើម្បី mark វានេះកន្លែងនេះសញ្ញាគេសញ្ញាខែលសញ្ញាស្រួយនេះចុចកន្លែងនេះមួយបទទី1ដល់ពីបទទី1មកដល់នេះកន្លែងបទទី2អានេះបទទី3ហើយអានេះបទទី4ចឹងមកឥឡូវឧទាហរណ៍ណាបទទី4ហើយនេះដល់បទទី5អញ្ចឹងទៅឧទាហរណ៍ណាហ្នឹងហើយចុះឥឡូវខ្ញុំទាញនេះវែងតិចឲ្យបទទី5នេះវែងតិច sorry ចាប់ select ទាំងអស់អញ្ចឹងទៅទាញវាដល់កតុយយើងមកណាហើយខ្ញុំចុច W ដើម្បីកាត់កតុយវាស្អាតតោះអញ្ចឹងឥឡូវយើងបាន5បទហើយអញ្ចឹងលើបទទី1យើងត្រឹមនេះអញ្ចឹងដើម្បីឲ្យបទទី1ត្រឹមហ្នឹងមកដល់កន្លែងនេះចូលដល់បទទី2អញ្ចឹងដើម្បីឲ្យបតុង play ហ្នឹងធ្លាក់មកដល់បទទី2យើងធ្វើម៉េចអញ្ចឹងយើងដឹងហើយរូបនេះទី1នេះគឺជាបតុង play នេះទី2រូបទី2នេះគឺជាបតុង play យើងបិទភ្នែកបើកភ្នែកមើលនេះឃើញទេអញ្ចឹងរបៀបទី1នេះគឺយើងប្រើ key frame វាអាចថាវាញ៉ៃតិចសម្រាប់អ្នកដែលអត់សូវចេះប្រើ key frame តែខ្ញុំគិតថាអត់ពិបាកទេអញ្ចឹងយើង select ដល់កន្លែងហ្នឹងមួយមកតមកយើងចុចកន្លែងខាងលើនេះកន្លែងវីដេអូវាមានពាក្យថា transform កន្លែងនេះយើងចុចសញ្ញាបង្កត់សញ្ញាដុំពេជ្រនេះមួយមកប៉ាច់មកបន្ទាប់មកទៀតយើងទាញថយក្រោយវិញយើងធ្វើការ zoom control ជាប់ហើយយើងធ្វើការ scroll មកឡើងទៅលើតមកយើងខិតមកក្រោយវិញបន្តិចណាយើងខិតមកក្រោយវិញបន្តិចតបមកយើងធ្វើការបង្កើត key frame មួយទៀតឥឡូវយើងខិតមកកន្លែងហ្នឹងវិញតបមកយើងចាប់ទាញនេះ
chập ti nhà bật tông play nó cho một cái máu đó là mố bot TP giống dương play mở xoài khi lẹ cho đào bot TP ấy giống đấy nó cái hai ta para keyframe và tôi mà tiết dương cho đào bot TP 7 chẳng bot TP 7 ở lấy dương bật cao keyframe này cái lại này muối select lơ trackรูปភាពប្រទេសប្លង់ sorry select លើរូបភាពបតង play នឹងដដែលមកបន្ទាប់មកយើងចុចកន្លែង key frame នឹងដដែលមួយបន្តមកទៀតកន្លែងនេះយើងមិនយើងបាន marker តាក់ទងនឹងកន្លែងយើងចុចសញ្ញាមកកត់មិញហ្នឹងសញ្ញាពេជ្រមិញហ្នឹងសញ្ញាព្រួយមិញហ្នឹងគឺយើងធ្វើការចាប់ទាញវាឲ្យចូលមកបត់ទី3តែម្ដងមកទាញយើងមកឲ្យស្មើស្អាតណាយើងទាញស្អាតមកឃើញទេអញ្ចឹងលោតពីបត់ទី2ចូលបត់ទី3ឃើញទេអញ្ចឹងបត់ទី3ហើយបត់ទី4យើងធ្វើចឹងដូចគ្នាមកណាចូលដល់បត់ទី4ចិត្តដល់បត់ទី4យើងដាក់គៀកវាចឹងមកហើយតទៅមកយើងធ្វើការ select នៅលើបតុង play រួចចុច key frame មួយទៀតនេះបន្តមកទៀតយើងដាក់ចំកន្លែងដល់បត់ទី4នឹងក្បាលបត់ទី4នឹងតែម្ដងរួចហើយយើងចាប់ទាញអូសវាមកក្រោមតិចទៀតមកនេះអូសឲ្យធ្វើម៉េចឲ្យវងមូលនឹងចំលេខ4នឹងស្អាតមកអញ្ចឹងទៅនេះអញ្ចឹងចូលដល់បត់ទី4ហើយតមកទៀតចូលដល់បត់ទី5នេះចូលបត់ទី5យើងដាក់ពីមុខសញ្ញាយើង mark ទុកមិញហ្នឹងគឺយើងកត់សម្គាល់ទុកហ្នឹងយើងចូលមកបត់ទី5មកនេះប៉ុណ្ណឹងមកអូខេអញ្ចឹងយើង play មើលអញ្ចឹងបត់ទី1បត់ទី2បត់ទី3បត់ទី4បត់ទី5អញ្ចឹងវាដល់ចប់មួយបត់ចូលមួយបត់អញ្ចឹងវា load អាហ្នឹងឲ្យយើងមើលណានេះឃើញទេនេះទី4ទី5អញ្ចឹងមកអាហ្នឹងរបៀបទី1អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយល់បើអត់យល់អាច comment សួរបានហើយរបៀបទី2គឺខ្ញុំសូមកលនេះទៅក្រោយតិចទៀតអានេះយើងធ្វើហើយទីពិតលុបចោលក៏បានដែររបៀបទី2គឺបងប្អូនចូលកន្លែង media វិញមករួចហើយយើងធ្វើការទាញរូបភាពនៅក្នុង folder ទី2មិញយើងធ្វើតាមរបៀបទី2នេះលឿនប៉ុន្តែវាអាចថាវាអត់សូវស្អាតដូចមិញនេះចូលទាញមករូបទាំង5 select ហ្នឹងមានន័យថារូបទាំង5 bot អញ្ចឹងណាអញ្ចឹង select ទាំងអស់មកចុច C ឲ្យជាប់ចុច select វាមួយហើយចាប់ទាញលើគេ bot ទី1មកតម្លាក់មកប៉ាច់មកអញ្ចឹងយើងធ្វើការទាញបទចម្រៀងយើងទាំង5បទមកដាក់តម្រូវតាមឧទាហរណ៍ថាឥឡូវបទទី1ប៉ុណ្ណឹងបទទី1ខ្ញុំដាក់ប៉ុណ្ណឹងហើយយើងទាញវាចប់បទតែប៉ុណ្ណឹងយើងមើលថាបទហ្នឹងកតុយបទក្បាលបទអីហ្នឹងវាចប់ទៅដោយរលូនអត់អញ្ចឹងយើងកាត់តម្រឹមវាឲ្យវាស្មើមកអញ្ចឹងណាហ្នឹងហើយកាត់តម្រឹមវាឲ្យវាស្មើមកនេះឧទាហរណ៍ថានៅក្បាលបទចម្រៀងអញ្ចឹងវាដាច់សលេងអញ្ចឹងយើងត្រូវការកាត់វាឲ្យស្មើក្បាលចូលមកនេះអញ្ចឹងវាចូលមកដល់បទទី1បទទី1ចូលដល់បទទី2ឧទាហរណ៍អញ្ចឹងណាហើយចូលមកបទចូលបទទី3យើងទាញបទទី3ចូលមកបទទី4បទទី5អញ្ចឹងមកនេះឧទាហរណ៍ណាហ្នឹងហើយឧទាហរណ៍ឥឡូវហ្នឹងចម្រៀង5បទនៅពីក្រោមហ្នឹងដូចគ្នាអញ្ចឹងហើយយើងដាក់វាឲ្យអឹបគ្នាអញ្ចឹងមកហើយបើយើងចង់ឲ្យវា play smooth ចូលគ្នាយើងធ្វើការដាក់វាបន្ទប់ពីក្រោមគ្នាអញ្ចឹងឧទាហរណ៍ថានេះអញ្ចឹងបើសិនជាយើងចង់ឲ្យវា play មកយ៉ាង smooth យើងចាប់ទាញអានេះតម្លាក់មកខាងក្រោមមកហើយបន្ទាប់មកយើងឃើញសញ្ញាវងមូលនេះមួយមកនេះចុចបន្ទាញវាមកដើម្បីឲ្យវា fade in fade out មានថាចូលពីមួយបទទៅមួយបទអានេះទាញអញ្ចឹងដូចគ្នាមកនេះទាញអាក្បាលដំបងហើយនឹងកតុយហ្នឹងយើងស្ដាប់មើលណាដាក់ឲ្យវា smooth ខ្ញុំអត់បានឧទាហរណ៍ស្ដាប់ឲ្យមើលទេអញ្ចឹងដោយសារតែវាអាចជាប់ copyright អញ្ចឹងខ្ញុំដាក់អញ្ចឹងមកអញ្ចឹងឧទាហរណ៍ថាចប់បទទី5តាមហ្នឹងអញ្ចឹងបងប្អូនអាច play មើលបានខ្ញុំសូមបិទសលេងដែរសូមបិទសលេងសូមអធិស្ឋានតោះអញ្ចឹងឥឡូវនេះអានេះ5បទណាបទទី1ចូលដល់បទទី2ចូលដល់បទទី3បទទី4បទទី5ឃើញទេ1 2 3 4 5អញ្ចឹងមកអញ្ចឹងបើយើងចង់លេង style លេង effect អីយើងដាក់ដូចអាមិញអញ្ចឹងទៅនេះលេង effect animation ចូលមួយមកយើងចង់លេង effect បែបម៉េចប៉ុន្តែគាត់ថាវាអត់បាន animation មួយតាមអក្សរដូចខ្ញុំនិយាយមិញថាវាអត់សូវស្អាតដោយសារតែរូបភាពវាមកទាំងផ្ទាំងតែម្ដងយើងអត់បានធ្វើចលនាមួយដាច់ទេគឺវាមកទាំងផ្ទាំងទាំងអស់តែម្ដងអញ្ចឹងណានេះឧទាហរណ៍ថាវាមកទាំងផ្ទាំងអញ្ចឹងទៅនេះអញ្ចឹងមកអញ្ចឹងយើងស្រឡាញ់ transition animation មួយណាយើងធ្វើអាហ្នឹងទៅហើយកន្លែងនេះបើយើងចង់ដាក់ transition កន្លែងមុខតំណវានេះឲ្យស្អាតគឺយើងដាក់ទៅនេះតែ transition នេះវាអត់ស្អាតទេអញ្ចឹងបាច់ដាក់ទេវាទូទៅវា load មកវាចូលមកបើយើងដាក់fade in fade out អញ្ចឹងទៅអញ្ចឹងគិតថាมันពិបាកធ្វើទេអានេះចំនួនតាំងចំនួនពួកខ្ញុំធ្វើពីមុនយូរហើយតែឥឡូវមានអ្នកសួរទៀត
មែនតើឥឡូវអត់សូវមានអ្នកពេញនិយមធ្វើអញ្ចឹងទេតើតើអ្នកគេអ្នកច្រៀងចម្រៀងធ្វើចម្រៀងធ្វើអីណាតែបច្ចុប្បន្នឃើញបងប្អូនយើងខ្លះគាត់ធ្វើ YouTube គាត់ពេញនិយមធ្វើបទចម្រៀង AI ធ្វើបទចម្រៀងដើម្បីរកចំណូលតាម YouTube អីចឹងណាអញ្ចឹងខ្ញុំក៏នៅស្ទើរតាក់ទងកន្លែងហ្នឹងដែរអញ្ចឹងអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like ចុច comment ឬក៏ចុច follow page ម្នាក់មួយដើម្បីមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តទៀតហើយមានចម្ងល់ផ្សេងៗបងប្អូន comment នៅខាងក្រោមវីដេអូនេះហើយកុំភ្លេចjoin នៅ channel Telegram ដើម្បីខ្ញុំតម្លាក់វីដេអូថ្មីៗមុនគេដែលបងប្អូនអាចមើលបានមុនគេអញ្ចឹងណាឬក៏អាចមានចម្ងល់ផ្សេងៗអាចចូលទៅក្នុង Telegram ហ្នឹងមានកន្លែងប៊ូតុង comment បងប្អូនអាច comment បានអញ្ចឹងសង្ឃឹមថាបងប្អូនដែលសួរគាត់អាចធ្វើបានហើយបងប្អូនដែលមិនសួរបងប្អូនមើលយកជាចំណេះដឹងហើយបើថាមិនពេញចិត្តក៏អស់រំលងទៅអានឹងអត់បញ្ហាទេព្រោះខ្ញុំចែកម្លែក free ទេអត់មានគិតលុយគិតកាក់អីទេអញ្ចឹងបើសិនជាមានអ្នក view ច្រើនហើយមានអ្នកសួរតាក់ទងនឹងការ design poster មួយនេះខ្ញុំនឹងបង្ហាញនៅពេលក្រោយបើសិនជាមានអ្នក comment ចង់ដឹងច្រើនអញ្ចឹងបើសិនជាចង់ដឹងបងប្អូនអាច comment ថាសូមបង្ហាញពីរបៀបធ្វើ cover បទចម្រៀងទៅច្រើនមកនៅក្នុង YouTube ឬក៏នៅក្នុង page អញ្ចឹងជួបគ្នានៅវីដេអូក្រោយ